អាវុធនុយក្លេអ៊ែរទេគ្មានផ្លូវទេធានាថាប្រទេសដូណាល់ត្រាំគឺរងស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងណាស់ហើយពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេគ្មានផ្លូវទេបាទការនិយាយរបស់គាត់គឺខ្លាំងមែនទែនយ៉ាអ៊ំចង់និយាយមិនក៏បានប៉ុន្តែក៏លេខមកមើលតម្លៃប្រេងឯនេះវិញនៅព្រឹកនេះគឺឡើងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាប្រេងប្រភេទខ្លះឡើងរហូតដល់ជាង$100នៅក្នុង1បារ៉ែលហើយប្រេងប្រភេទខ្លះឡើងត្រឹម$98នៅក្នុង1បារ៉ែលគឺឡើងខ្លាំងមែនទែនអញ្ចឹងក្តីសង្ឃឹមដែលយើងចង់បានទាំងអស់គ្នាចង់ឃើញទាំងអស់គ្នាគឺតម្លៃប្រេងចុះថោកគឺបច្ចុប្បន្នគឺមិនទាន់មានផ្លូវនៅឡើយទេបងប្អូនទាំងអស់គ្នាក៏ដោយសារតែរវាងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់គឺមិនបានបន្ទន់អរិយាប័ត្រសោះឡើយគឺនៅតែគេហៅថាសគ្រឹះថ្មិញដាក់គ្នាត្រៀមនឹងការបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្ដងទៀតនៅក្នុងពេលឆាប់ខាងមុខនេះហើយចេញមកគម្រាមទាំងសងខាងឆ្លើយតបដាក់គ្នាទៅវិញទៅមកទាំងសងខាងទាំងសហរដ្ឋអាមេរិកក៏ដូចជាប្រទេសអ៊ីរ៉ង់ដូច្នេះហើយក្តីសង្ឃឹមរបស់យើងគឺហាក់បីជាមិនទាន់មានផ្លូវទេបច្ចុប្បន្នប៉ុន្តែយើងក៏នៅតែមានក្តីសង្ឃឹមតិចតួចគឺវាមិនអាចបែបនឹងរហូតទេវាគង់តែធ្លាក់ចុះមកវិញទេតែគាត់ថាមិនទាន់ដឹងថាពេលណាអូខេបងប្អូនទាំងគ្នាសម្រាប់ការតាមដានព័ត៌មានថ្មីបំផុតបងប្អូនអាចជួយនៅក្នុង Channel Telegram និង Follow Page Facebook ផ្លូវការដើម្បីទទួលបានការអាប់ដេតព័ត៌មានថ្មីខ្លាំងមែនទែនពីខ្ញុំបាទប្រចាំថ្ងៃផងដែរ